សម្លកកូដាក់បន្លែច្រើនមុខហើយស្លរៀងខាប់ៗចឹងមកនិយាយថាឆ្ងាញ់មែនទែនវិធីធ្វើគឺខ្ញុំដាំឆ្នាំងមួយឲ្យក្តៅហើយដាក់ប្រេងឆាមកល្មមហើយបន្ទាប់មកដាក់គ្រឿងគល់ស្គ្រៃបុកហ្នឹងកន្លះកូនចានយើងឆាគ្រឿងហ្នឹងរហូតតតែវាឡើងឈ្ងុយឲ្យវាឈ្ងុយខ្លាំងមែនទែនតែម្ដងរួចហើយចាំដាក់ប្រហុកចូលខ្ញុំប្រើប្រហុក6កន្ទុយច្រាំវាឲ្យម៉ត់យើងឆាប្រហុកជាមួយនឹងគ្រឿងហ្នឹងឲ្យវាឡើងឈ្ងុយខ្លាំងដែររួចហើយចាំដាក់សាច់ជ្រូកចូលកន្លះគីឡូខ្ញុំប្រើសាច់ជ្រូកដុំខ្លះហើយនិងសាច់ជ្រូកចិញ្ច្រាំខ្លះដែលវាជាប់ខ្លាញ់យើងឆាវាចូលគ្នាឲ្យសព្វរួចហើយចាំយើងដាក់គ្រឿងផ្សំរសជាតិហើយគ្រឿងផ្សំហ្នឹងគឺមានទឹកត្រី2ស្លាបព្រាបាយម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយស្ករ1ស្លាបព្រាបាយហើយនិងអង្ករលីងបងប្អូនដាក់តាមចំណង់ចំណូលចិត្តបន្ទាប់មកឆាគ្រឿងហ្នឹងចូលគ្នាឲ្យសព្វទៀតឧទាហរណ៍ថាបងប្អូនស្លដាក់ត្រីដែរដល់ត្រង់កន្លែងនេះបន្ទាប់ពីឆាគ្រឿងជាមួយនឹងសាច់ជ្រូកសព្វហើយចាំដាក់ត្រីចូលឆាបន្តទៀតរហូតតតែគ្រឿងចូលសព្វជាមួយនឹងត្រីហើយយកត្រីចេញសិនចាំដាក់បន្លែកកូរចូលតែដោយសារតែខ្ញុំអត់មានដាក់ត្រីទេអញ្ចឹងខ្ញុំដាក់បន្លែចូលតែម្ដងបន្ទាប់ពីដាក់បន្លែកកូរចូលហើយខ្ញុំឆាគ្រឿងជាមួយនឹងបន្លែហ្នឹងចូលគ្នាឲ្យសព្វឲ្យបន្លែរាងទន់បន្តិចសិនបានដាក់ទឹកចូលចំនួន1លីត្រខ្ញុំដាក់ទឹកចូលរួចហើយបន្តរំងាស់វារហូតតតែបន្លែយើងឆ្អិនល្អក្រោយពីបន្លែរបស់យើងឆ្អិនមកល្មមថាយើងចង់បានរួចហើយភ្លក់មើលរសជាតិដឹងថាប្រៃសាបល្មមហើយចាំដាក់បន្លែបៃតងចូលហើយបន្លែហ្នឹងយើងដាក់តែមកពុះទៅបានហើយដើម្បីឲ្យកកូរកាន់តែមានក្លិនឈ្ងុយខ្ញុំបានបន្ថែមអង្ករលីងចុងក្រោយប្រហែលស្លាបព្រាទៀតហើយបិទភ្លើងយកតែម្ដង